ហេតុអ្វីបានជាមនុស្សមួយចំនួននៅតែនៅដល់ដាច់យប់ហើយមិនខ្ចីគេងទោះបីជាពួកគេហត់នឿយហើយដឹងថាពួកគេនឹងសោកស្ដាយនៅពេលព្រឹកក៏ដោយចិត្តវិទ្យាមានឈ្មោះសម្រាប់រឿងនេះថាជាការសងសឹកដោយពន្យាពេលឲ្យហួសម៉ោងចូលគេងវាកើតឡើងនៅពេលដែលមនុស្សពន្យាពេលគេងដើម្បីទាមទារអារម្មណ៍ដែលអ្នកមិនបានធ្វើឡើងវិញមិនមែនដោយសារតែពួកគេស្អប់ការគេងនោះទេប៉ុន្តែដោយសារតែថ្ងៃនោះគេមិនដែលមានអារម្មណ៍ដូចជាថ្ងៃរបស់ពួកគេឡើយពេញមួយថ្ងៃពួកគេរវល់ធ្វើការសិក្សាមើលថែទាំអ្នកដទៃធ្វើតាមការវិភាគដែលមិនមែនជាអ្វីដែលពួកគេចង់ធ្វើបន្ទាប់មកយកមកដល់ហើយភ្លាមនោះវាស្ងាត់គ្មានការទាមទារគ្មានសម្ពាធមានតែពួកគេម្នាក់ឯងការពន្យាពេលមិនតាន់គេង1 ឬ 2 ម៉ោងបន្ថែមនោះមានអារម្មណ៍ដូចជាសេរីភាពដូចចេញរួចពីសម្ពាធដ៏ធ្ងន់នោះហើយជាពេលដែលខួរក្បាលភ្ញាក់គំនិតអារម្មណ៍និងចំណូលចិត្តដែលពួកគេមិនមានពេលវេលាដើម្បីធ្វើក្នុងអំឡុងពេលថ្ងៃចូលមកយ៉ាងលឿនដូច្នេះពួកគេគេងលេង Facebook TikTok មើលវីដេអូឬនៅដាច់យប់រហូតដល់ពួកគេហត់នឿយរហូតដល់ថ្នាក់មិនអាចគិតពីវាបានទៀតពីមួយយប់ទៅមួយយប់វដ្តនេះកើតឡើងម្ដងទៀតអ្នកចិត្តសាស្ត្រខ្លះហៅរឿងនេះថាជាផ្នត់គំនិតថ្ងៃស្អែកវាគឺជាពេលដែលចិត្តបដិសេធមិនឲ្យថ្ងៃនោះចប់ដោយរុញការសម្រាកទៅថ្ងៃបន្ទាប់ជំនួសវិញប៉ុន្តែនេះជាអ្វីដែលអ្នកភ្លេចខ្លួនកាលណាអ្នកប្រើប្រាស់សេរីភាពពីពេលយប់កាន់តែច្រើននោះអ្នកនឹងមានថាមពលតិចដើម្បីរស់នៅដោយសេរីនៅថ្ងៃស្អែក Dutch Original ជា brand កូនខ្មែរដែលផលិតនិងលក់សម្លៀកបំពាក់ប្រណិតសម្រាប់បុរសស្ត្រីនិងកុមារផ្ដោតលើផាសុកភាពខ្ពស់ប្រណិតភាពសាមញ្ញតែថ្លៃថ្នូរផលិតពីកប្បាសសុទ្ធនិងសាច់ក្រណាត់ polyester គុណភាពខ្ពស់និងមាន logo Dutch Original ដោយគុនខ្មែរពិតៗ Dutch Original ក៏មានទទួលផលិតឯកសណ្ឋាន premium ជាមួយ logo សម្រាប់ក្រុមហ៊ុនស្ថាប័ននិងអង្គការនានាផងដែរទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញក្រោយធនាគារ ABA សាខាស្តាត់ចាស់ចម្ងាយ80 ម៉ែត្រ